បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះសូមស្វាគមន៍មកកាន់កម្មវិធីភាសាអង់គ្លេសរបស់សាលាអន្តរជាតិសាណាហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីពាក្យភាសាអង់គ្លេសខ្លះៗនិងរបៀបនៃការបង្កើតប្រយោគជាភាសាអង់គ្លេសផងដែរចឹងសូមយើងមើលទាំងអស់គ្នាជាសម្រាប់ពាក្យទី1ចឹងសូមយើងមើលទាំងអស់គ្នាចឹងរបៀបអានពាក្យទី1នេះគឺយើងអានថា swim បាទចឹងយើងអានទាំងអស់គ្នា swim ហើយថ្នាក់ពាក្យនោះគឺជា verb មានថាជាកិរិយាសព្ទហើយ swim នេះគឺយើងបកប្រែភាសាខ្មែរថាហែលទឹកបាទ swim ភាសាអង់គ្លេសហើយភាសាខ្មែរយើងគឺហែលទឹកបាទអញ្ចឹងសម្រាប់ពាក្យទី2អញ្ចឹងពាក្យទី2យើងអានថា dance អញ្ចឹងយើងអានទាំងអស់គ្នា dance ហើយថ្នាក់ពាក្យនេះគឺជា verb មានថាជាកិរិយាសព្ទដែរហើយបើភាសាខ្មែររបស់យើងប្រែថារាំបាទអញ្ចឹងភាសាអង់គ្លេស dance ហើយភាសាខ្មែរយើងគឺរាំសម្រាប់ពាក្យទី3យើងអានថា walk អញ្ចឹងយើងអានទាំងអស់គ្នា walk ហើយថ្នាក់ជាពាក្យនោះគឺជា verb គឺជាកិរិយាសព្ទហើយយើងប្រែភាសាខ្មែរនោះ walk ភាសាអង់គ្លេសភាសាខ្មែរគឺដើរបាទអញ្ចឹង walk យើងប្រើភាសាខ្មែរគឺដើរសម្រាប់ពាក្យមួយទៀតគឺពាក្យ jump អញ្ចឹងយើងអានទាំងអស់គ្នា jump ហើយថ្នាក់ជាពាក្យគឺជាកិរិយាសព្ទហើយយើងប្រែភាសាខ្មែរនោះគឺយើងប្រែថា load jump ភាសាខ្មែរគឺ load បាទចឹងយើងមើលទៅលើពាក្យមួយទៀតគឺពាក្យ run ភាសាអង់គ្លេសយើងអានថា run ចឹងយើងអានទាំងអស់គ្នា run ចឹងថ្នាក់ជាពាក្យគឺជាកិរិយាសព្ទដែរជា verb ហើយភាសាខ្មែរយើងបកប្រែថារត់បាទ run ភាសាខ្មែរយើងគឺរត់បាទសម្រាប់ពាក្យមួយទៀតគឺពាក្យ play យើងអានថា play ចឹងយើងអានទាំងអស់គ្នា playចឹងថ្នាក់ជាពាក្យគឺមានថាជា verb ជាកិរិយាសព្ទហើយ play នោះគឺយើងបកប្រែថាលេងបាទយើងលេងចឹងភាសាអង់គ្លេសគឺ play បាទសម្រាប់ពាក្យមួយទៀតគឺពាក្យ laugh ចឹងយើងអានទាំងអស់គ្នា laugh ចឹងថ្នាក់ជាពាក្យគឺជាកិរិយាសព្ទគឺជា verb ដូចគ្នាហើយ laugh នេះគឺយើងប្រែភាសាខ្មែរយើងប្រែថាសើចបាទ laugh គឺប្រែថាសើចបាទសម្រាប់ពាក្យមួយទៀតគឺពាក្យ cry ភាសាអង់គ្លេសយើងអានថា cry យើងអានទាំងអស់គ្នា cry ហើយថ្នាក់ជាពាក្យគឺជាកិរិយាសព្ទហើយយើងប្រែថាជាបាទយើងប្រែថាយំបាទអញ្ចឹងយើងរៀនពាក្យទាំងអស់រួចមកហើយមិនគឺពាក្យមានដូចជាពាក្យ play ពាក្យ cry ពាក្យ swim ពាក្យ laugh អីផ្សេងៗអញ្ចឹងសូមយើងមើលរបៀបនៃការបង្កើតប្រយោគម្ដងតើយើងបង្កើតប្រយោគយ៉ាងម៉េចក្នុងការប្រើប្រាស់ភាសាអង់គ្លេសនោះអញ្ចឹងសូមយើងមើលទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ប្រយោគទី1យើងអានថា I can swim បាទអញ្ចឹង I can swim អញ្ចឹងពាក្យ swim នេះយើងរៀនរួចមិញហើយ swim មានន័យថាហែលយើងប្រែហែលទឹកដល់ពេល can នេះប្រែថាអាចហើយ I ប្រែថាខ្ញុំអញ្ចឹង I can swim នេះប្រែថាខ្ញុំអាចហែលទឹកបាទខ្ញុំអាចហែលទឹកបាទអញ្ចឹងប្រយោគទី1មានថាខ្ញុំអាចហែលទឹកហើយភាសាអង់គ្លេសយើងអានថា I can swim បាទអញ្ចឹងយើងមើលប្រយោគទី2ទាំងអស់គ្នាចឹងពាក្យ dance នេះយើងរៀនរួចមិញដែរហើយ dance យើងប្រែភាសាខ្មែរថារាំហើយពាក្យ can នេះភាសាអង់គ្លេសយើងប្រែភាសាខ្មែរថាអាចហើយ I នេះគឺយើងប្រែថាខ្ញុំអញ្ចឹងដល់ពេល I can dance យើងប្រែភាសាខ្មែរថាខ្ញុំអាចរាំបាទ I can dance មានថាខ្ញុំអាចរាំបាទអញ្ចឹងយើងមើលទៅប្រយោគបន្តមកទៀតពាក្យ walk អញ្ចឹងយើងរៀនរួចមិញដែរ walk ប្រែថាដើរអញ្ចឹងដល់ពេលនៅក្នុងនេះ can ប្រែថាអាច
ហើយ I ប្រែថាខ្ញុំដល់ពេល I can walk មានថាខ្ញុំអាចដើរ I can walk I can walk មានថាខ្ញុំអាចដើរបាទអញ្ចឹងសូមយើងមើលទៅប្រយោគបន្ទាប់មកទៀតពាក្យ jump ដែលយើងរួចរៀនថ្មីដែរមានថា jump ប្រែថាលោតអញ្ចឹងដល់ពេលនៅក្នុងនេះ can ប្រែថាអាចហើយ I ប្រែថាខ្ញុំដល់ពេល I can jump យើងប្រែថាខ្ញុំអាចលោតបាទខ្ញុំអាចលោតបាទអញ្ចឹងសូមយើងមើលទៅលើប្រយោគមួយទៀតគឺប្រយោគនេះអញ្ចឹង I can run អញ្ចឹង I can run នេះប្រែថាខ្ញុំអាចរត់បាទ I can run ភាសាខ្មែរយើងគឺខ្ញុំអាចរត់បាទអញ្ចឹងសូមយើងមើលទៅប្រយោគបន្តមកទៀតពាក្យ play យើងប្រែថាលេងយើងប្រែមិញពាក្យដែលយើងរៀនពាក្យមិញគឺ play ប្រែថាលេងអញ្ចឹងដល់ពេលនៅក្នុងនេះ I can play មានន័យថាខ្ញុំអាចលេងបាទ I can play ខ្ញុំអាចលេងបាទជាភាសាខ្មែរយើងគឺខ្ញុំអាចលេងភាសាអង់គ្លេសគឺ I can play បាទមួយទៀតពាក្យដែលយើងរៀនថ្មីគឺពាក្យ laugh ប្រែថាសើចអញ្ចឹងនៅក្នុងនេះជាប្រយោគយើងបង្កើតថា I can laugh អញ្ចឹងមានន័យថាខ្ញុំអាចសើច I can laugh មានថាខ្ញុំអាចសើចបាទអញ្ចឹងយើងមើលប្រយោគមួយទៀតអញ្ចឹងពាក្យដែលយើងរៀនមិញដែរដូចគ្នាគឺពាក្យ cry យើងប្រែថាយំភាសាខ្មែរយើងប្រែថាយំអញ្ចឹងនៅក្នុងនេះ I can cry អញ្ចឹងប្រែភាសាខ្មែរថាខ្ញុំអាចយំបាទខ្ញុំអាចយំភាសាអង់គ្លេស I can cry បាទសូមអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការចំណាយពេលវេលានៃការមើលវីដេអូនេះរបស់គ្នាហើយសូមបងប្អូនជួយចុច Subscribe ទៅលើ YouTube Channel របស់ខ្ញុំផងដើម្បីយើងទទួលបានវីដេអូថ្មីៗនិងចំណេះដឹងថ្មីៗផងដែរបាទសូមអរគុណច្រើនទាំងអស់គ្នា